សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកបច្ចេកវិទ្យាខ្លះៗដែលមាននៅលើ CPU Computer បច្ចេកវិទ្យា Mark Turbo Frequency គឺជាល្បឿនខ្ពស់បំផុតដែលបំពាក់ដោយ Intel Turbo Boost Technology ឬបច្ចេកវិទ្យាស្តៀងគ្នាទៅនឹង CPU របស់ AMD ដែរដូចជា Precision Boost ឬ Turbo Core ល្បឿន CPU របស់ Intel ចែកចេញជា Backlog Speed ជាល្បឿនមូលដ្ឋានដែល CPU ប្របាត់ធម្មតាTurbo Frequency ជាល្បឿនដែល CPU អាចបន្ថែមល្បឿនឡើងដោយស្វ័យប្រវត្តិនៅពេលបំពេញការងារកម្រិតខ្ពស់ Mark Turbo Frequency ជាល្បឿនខ្ពស់បំផុតដែល Core មួយនៃ CPU អាចឈានទៅដល់ជាបណ្ដោះអាសន្នក្រោមលក្ខខណ្ឌត្រជាក់ល្អនិងមានថាមពលគ្រប់គ្រាន់ឧទាហរណ៍សម្រាប់ Intel Core i5 12400F Base Frequency 2.5 GHz Mark Turbo Frequency 4.4 GHzមានន័យថាល្បឿនមូលដ្ឋានរបស់ CPU 2.5 GHz នៅពេលប្រើការខ្ពស់ CPU អាចបង្កើនល្បឿនទៅដល់ 4.4 GHz នៅលើ Core មួយឬច្រើនជាបណ្ដោះអាសន្នបានបច្ចេកវិទ្យា TDP បង្ហាញពីបរិមាណថាមពលអតិបរមាដែលប្រព័ន្ធត្រជាក់ត្រូវបានរចនាឡើងដើម្បីបណ្ដេញកម្ដៅចេញពី CPU នៅពេលដំណើរការ Processor Base Power ជាថាមពលមូលដ្ឋានរបស់ CPU ត្រូវការ65 វ៉ាត់នេះជាថាមពល CPU ប្រើប្រាស់នៅពេលដំណើរការធម្មតា Mark Turbo Power ជាថាមពលអតិបរមានៅពេល CPU Turbo ត្រូវការ117 វ៉ាត់នេះជាថាមពលអតិបរមាដែល CPU អាចប្រើបាននៅពេលបង្កើនល្បឿនដើម្បីបំពេញការងារខ្ពស់សរុបមកគឺ CPU ត្រូវការប្រើថាមពល65 វ៉ាត់ដំណើរការធម្មតាហើយអាចឡើងដល់117 វ៉ាត់នៅពេល Turbo Boost ដើម្បីបំពេញការងារខ្ពស់បើសិនបើអ្នកត្រូវរចនាប្រព័ន្ធត្រជាក់សូមធ្វើឲ្យប្រាកដថាវា support TDP ឬ Turbo Power បានបច្ចេកវិទ្យាពិសេសរបស់ Intel ទី1 Intel Turbo Boost Technology 2.0 បច្ចេកវិទ្យាដែលអាចបង្កើនល្បឿននៃ clock speed របស់ CPU ឲ្យលើសពីល្បឿនមូលដ្ឋានជាបណ្ដោះអាសន្នវាប្រើប្រាស់នៅពេលដែលកម្មវិធីឬក៏ការងារណាមួយត្រូវការកម្រិតដំណើរការខ្ពស់ទី2 Intel Deep Learning Boost បច្ចេកវិទ្យាសម្រាប់បង្កើនល្បឿននៃការកំណត់រូបភាពសំឡេងនិងការគណនា AI ឬ Machine Learning វាធ្វើឲ្យការដំណើរការបែប Deep Learning លឿនជាងមុនយ៉ាងខ្លាំងទី3 Intel GNA 3.0 ជាបច្ចេកវិទ្យាកម្រិតខ្ពស់ដែលរចនាឡើងសម្រាប់ដំណើរការ AI ដូចជាការស្គាល់សំឡេងការបន្ថយសំឡេងរំខានការសម្ដែងរូបភាពឬការស្វែងរកបែប AI GNA 3.0 មានអត្ថប្រយោជន៍ក្នុងការបញ្ចេញសមត្ថភាព AI ទាំងមូលដោយប្រើថាមពលតិចនិងជួយឲ្យប្រព័ន្ធដំណើរការយ៉ាងស្ងាត់និងមានប្រសិទ្ធភាពខ្ពស់បច្ចេកវិទ្យាទាំងអស់នេះរួមបញ្ចូលគ្នាដើម្បីបង្កើនល្បឿនឲ្យមានប្រសិទ្ធភាពនិងសមត្ថភាព AI របស់ CPU ប្រើសម្រាប់ការងារដូចជា Game, AI, Video Editing និង Multitasking